បាទអស់លោកនាងនំបងប្អូនជួបរួមជាតិជាទីគោរពនិងជាទីមេត្រីនៅរសៀលថ្ងៃទី28ខែកក្កដាឆ្នាំ2026នេះលោកកឹមសុខាបានបន្តដំណើរមកជួបសំណេះសំណាលជាមួយនឹងវីរៈកងទ័ពរបស់យើងនៅលើទឹកដីនៃខេត្តឧត្តរមានជ័យសូមជម្រាបថាកាលពីព្រឹកមិញនេះលោកកឹមសុខាបានអញ្ជើញជួបសំណេះសំណាលជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសកលរបស់យើងនៅភូមិរងចាំស្រុកស្វាយជ័យខេត្តបន្ទាយមានជ័យហើយជាបន្តទៅទៀតនេះសូមអញ្ជើញអស់លោកនាងនិងបងប្អូនជនរួមជាតិតាមដានទស្សនានិងស្ដាប់នៅប្រសាសន៍សំណេះសំណាលរបស់លោកកឹមសុខាជាមួយនឹងបងប្អូនវីរៈកងទ័ពរបស់យើងនៅលើទឹកដីនៃខេត្តឧត្តរមានជ័យដែលមានខ្លឹមសារដូចតទៅហើយកន្លងមកខ្ញុំមិនបានលោកជួបបងប្អូនផ្ទាល់តែថ្ងៃនេះណាខ្ញុំបានមកជួបដើម្បីខ្ញុំបង្ហាញប្រាស់ទៅមតិជាតិអន្តរជាតិទាំងអស់ឲ្យដឹងថាខ្មែររួមគ្នាជុំវិញវីរៈកងទ័ពទៀតអត់មានត្រូវបែកបាក់គ្នាទេបាទពេលវេលានេះហើយគ្រាន់តែនាំគ្នាមកលុតជង្គង់បាទប្ររូបវីរៈកងទ័ពខ្ញុំទៅធ្វើវាយកទីម៉ែវិជាការអស់វីរៈកងទ័ពយើងទាំងអស់គឺណាមដែលបានផ្ដល់ឱកាសឲ្យខ្ញុំបានមកជួបផ្ទាល់ទោះបីក្នុងតលៈទេសៈដែលខ្ញុំជឿថាបងប្អូននេះទៀតណាលោកខាងមូលដ្ឋានរបស់ភូមិនោះហើយវិសានេះខ្ញុំជាខ្មែរម្នាក់ដែរទោះបីខ្ញុំមិនមកតំណាងជាមន្ត្រីរដ្ឋាភិបាលក៏ដោយក៏ចង់មកបង្ហាញថាខ្មែរយើងទាំងអស់កាលៈទេសៈនេះពេលវេលានេះចង់រួបគ្នាជួបវិញកងទ័ពជាតិរបស់យើងបាទនេះគឺថាយើងអត់ត្រូវបែកបាក់តាមគ្នាទេរឿងសំខាន់ណាស់ហើយគួរតែគោរពមកគោរពខ្ញុំមិនធ្វើបាទគោរពដល់បងពីរកងទ័ពរបស់យើងខ្ញុំបងអូនណាក៏ស្គាល់ខ្លះខ្ញុំស្គាល់ណាខ្ញុំកឹមសុខាខ្ញុំបានសាងលោកនឹងលោកសពតិចនឹងក្នុងคนណាដោយសារម្ដាយខ្ញុំក៏វាចាលោកទៅក្នុងរយៈពេលប្រហែលថ្ងៃកន្លងនេះហើយក៏ខ្ញុំធ្វើកូនព្រឹទានឲ្យគាត់កតញ្ញូចំពោះមេតាហើយឥឡូវនេះសូមនៅកតញ្ញូចំពោះវីរៈកងទ័ពយើងដែលបានលះបង់ការពារទឹកដីមាតុភូមិរបស់យើងនេះបាទគឺសូមកតញ្ញូសូមតាមគុណមកនេះគឺគ្មានអីក្រៅពីសូមតាមគុណបងប្អូនយើងវីរៈកងទ័ពយើងដែលបានលះបង់អង្គអាចក្លាហានជាពិសេសអត់មុតទោះមានបញ្ហាក្តីតំបាក់យ៉ាងណាក្តីខ្ញុំឃើញការអត់ធ្មត់ហ្នឹងហើយកន្លងមកខ្ញុំមិនបានលោកជួបបងប្អូនផ្ទាល់តែថ្ងៃនេះណាខ្ញុំបានមកជួបដើម្បីខ្ញុំបង្ហាញប្រាស់ទៅមតិជាតិអន្តរជាតិទាំងអស់ឲ្យដឹងថាខ្មែររួមគ្នាជុំវិញវីរៈកងទ័ពទៀតអត់មានត្រូវបែកបាក់គ្នាទេបាទពេលវេលានេះហើយគ្រាន់តែនាំគ្នាមកលុតជង្គង់បាទប្ររូបវីរៈកងទ័ពខ្ញុំទៅធ្វើវាយកទីម៉ែហើយដល់យើងមានមកទេមកបំពេញយើងហើយយើងមិននាំគ្នារួមសាមគ្គីគ្នាតែដើម្បីលើកទឹកចិត្តកងទ័ពយើងបែរទៅជាធ្វើស្អីទៀតខ្ញុំពីមុខចេះចឹងបានខ្ញុំសូមមកជំរាបទៅផ្ទាល់មកថ្លែងចំណងអូនទៅផ្ទាល់ជាកតញ្ញូចំពោះបងប្អូនយើងដែលលះបង់យ៉ាងអង្អាចណាស់ដូចខ្ញុំប្រាប់អ្នកកតែកន្លងមកជើខ្ញុំកតញ្ញូចំពោះម្ដាយខ្ញុំហើយខ្ញុំចោតឥឡូវមកកតញ្ញូចំពោះជាតិហើយណាអ្នកការពារជាតិគឺក៏តោះយើងណាហើយណាគេជិះផ្សងមកកតញ្ញូប៉ុណ្ណឹងចោលមានអីទេមានតែប៉ុណ្្នឹងឯងបានកតញ្ញូដូចផ្ទាល់ហើយគាត់ដល់មកនៅរបស់ប្រទេសទួយទេវាអត់សមនឹងតម្លៃនៃការលះបង់មកប៉ុន្តែការចូលរួមជាលើកទឹកចិត្ត
នេះជាបរិបទប្រទេសទួយសុភារៈថាអញ្ចឹងទៅហើយដើម្បីអីដើម្បីយើងផ្ទាប់ជាប់និស័យជាមួយគ្នាខ្មែរឈាមយើងតែមួយអ្វីដែលខ្ញុំមកនេះគឺថានាំមកទីទួយធ្វើបន់ទានម្ដាយខ្ញុំដែលគាត់វាចាក់ទៅនឹងគឺបន់ហើយបានមានតលបច្ច័យខ្លះក៏យកមកចែករំលែកបាទជាបច្ច័យបានយកមកជូនទឹកបងប្អូនយើងទីទួយដោយសន្តានចិត្តស្មោះឲ្យរួមទាំងសពរសជនក្រាបបានចូលរួមដែរបាទសពរសជនយើងខ្ញុំមកថ្លែងអំណរគុណចំពោះសពរសជនផងដែរអ្វីដែលចុងក្រោយនេះគឺខ្ញុំសូមឧទ្ទិសបួងសួងដល់បារមីវត្ថុស័ក្តិសិទ្ធិទាំងអស់សូមធ្វើយ៉ាងណាជួយដល់វរៈកងទ័ពយើងឲ្យឈ្នះអស់មានសត្រូវទាំងឡាយបាទគឺយើងត្រូវតែឈ្នះយើងត្រូវតែឈ្នះយើងត្រូវតែសាមគ្គីគ្នាជាមួយកងទ័ពរបស់យើងបាទអ្នកខ្ញុំសូមជូនពរតែសូមជូនពរឲ្យឈ្នះអស់មានសត្រូវទាំងឡាយបាទសូមអរគុណបណ្ដាយុទ្ធសាស្ត្រតែគូសស្ទេឡាទៀតផងមកសូមគ្រប់ហើយគូសក្ការៈទាំងអស់សូមប្រកបមេជាការលោកមូស្លីមបានស្ដីមូស្លីមមានជាការបានបើកការសក្ការៈខាងដល់មានជ័យតែជាមួយនឹងមានជាការរំនឹងកងរយៈកងតបរបស់យើងទាំងអស់ថ្ងៃនេះក្នុងនាមគណៈពិបាលខេត្តដល់មានជ័យក្នុងនាមមានជាការកងតបជុំមុខសូមអរគុណចំពោះពូកម្មសខាដែលបានមានវត្តមាននៅក្នុងខេត្តដល់មានជ័យក្នុងការសាងសង់ស្តុកដល់វិរៈកងទ័ពរបស់យើងដើម្បីផ្ដល់នៅគេហៅថាការកតញ្ញូក្នុងនាមពូជាជនជាតិខ្មែរមួយរូបដឹងគុណចំពោះវិរៈកងទ័ពរបស់យើងដែលបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីការពារតែបន្តទុនដែនទោះបីជាយើងមិនមានអាវុធទំនើបដោយប្រទេសជាតិយើងក៏ដោយក៏ប៉ុន្តែដោយសារទឹកចិត្តនិងការដឹកនាំរបស់សម្ដេចជំទាវនិងសម្ដេចតេជោនិងសម្ដេចទុកដីបានធ្វើឲ្យយើងការពារទឹកដីរបស់យើងបានល្អទោះបីជាយើងមានការបាត់បង់បន្តិចបន្តួចក៏ប៉ុន្តែរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចទុកដីជាមួយនឹងអេសាជនដឹកនាំជាតិរបស់យើងបានកំពុងធ្វើការយ៉ាងសស្រាក់សត្រាំនិងកំពុងតែមានព្រៀបនៅលើសមរភូមិការទូតនិងផ្លូវច្បាប់ដើម្បីជាទឹកដីរបស់យើងមកវិញហើយអ្វីដែលទឹកចិត្តនិងចេតនាដែលលោកពូកម្មសខាសត្វភ្នែកចំពោះកងទ័ពយើងនេះបានបង្ហាញពីមនោចេតនាបានជ្រាលជ្រៅចេញពីបេះដូងខ្ញុំស្គាល់ពូទោះបីជាមិនច្រើនក៏តបប្រវត្តិទំនាក់ទំនងការងារនៅភ្នំពេញប្រវត្តិអីលើនេះក៏ច្រើនដែរចឹងខ្ញុំចំណុចនេះដែលខ្ញុំសម្រាប់ចិត្តថាសូមឲ្យកងទ័ពរបស់យើងបន្តការអនុវត្តទូនីតិរបស់ខ្លួនស្មោះត្រង់ដាច់ខាតការពារជាតិសាសនាព្រះមហាក្សត្រការពារបូរណភាពទឹកដីម៉ោងនេះគេបានបង្រៀនមេរៀនយើងច្រើនយើងត្រូវតែពង្រឹងនៅស្មារតីសាមគ្គីភាពឯកភាពជាតិទោះបីជាយើងមាននិន្នាការនយោបាយខុសអីខ្លះវាជាធម្មតាទេនៅក្នុងសង្គមជាតិតែប៉ុន្តែអ្វីដែលយើងសុំដាច់ខាតមិនឲ្យមានសកម្មភាពជននិយមអានឹងគឺសុំមិនអាចឲ្យមានការរំលំតាមសកម្មភាពជននិយមចឹងអ្វីដែលលោកពូបានបង្ហាញសកម្មភាពពេលនេះជា model មួយដើម្បីបង្ហាញថាយើងធ្វើនយោបាយនៅក្នុងកម្ពុជាយើងត្រូវពង្រឹងលើស្មារតីឯកភាពជាតិជាធំអានេះជារឿងមួយដែលយើងសូមឲ្យហើយកងទ័ពយើងត្រូវអនុវត្តទូនទីពីកិច្ចមកខ្លួនដូចខ្ញុំលើកម្ដងទៀតស្មោះត្រង់ដាច់ខាតជាតិសាសនាព្រះមហាក្សត្រការពារបូរណភាពទឹកដីនេះជារឿងដែលយើងជឿបានចឹងខ្ញុំសូមអរគុណក្នុងជាថ្មីម្ដងទៀតសូមអរគុណលោកពូដែលបានជួយពេលមកសួរសុខទុក្ខសាកចុះនៅចេតនាជាមួយនឹងខាងវិទ្យាកងទ័ពរបស់យើងនៅថ្ងៃនេះបាទសូមអរគុណមិញនេះខ្ញុំទៅជួបបងប្អូនទៀតបាទយើងណាបាទនៅប្រទេសមានជ័យយើងពួកខ្ញុំមានសារដ៏មួយគិតថាយើងចង់បង្ហាញទៅសហគមន៍អន្តរជាតិបាទហើយទៅប្រចាំមិត្តយើងប្រចាំថាខ្មែរគេរួបរวมគ្នាយើងរួបរวมគ្នាខ្ញុំជាមិនមែនជាក្នុងរដ្ឋាភិបាលក៏ខ្មែររបស់ខ្ញុំតែទឹកដីទាំងអស់គ្នាបាទខ្ញុំបានបង្ហាញថាឥឡូវនេះប្រជាពលរដ្ឋយើងនឹងពីសត្វនេះចង់ទៅផ្ទះវិញបាទគេមកយកដីយកផ្ទះគ្នា
ចឹងហើយខ្ញុំសូមឲ្យអន្តរជាតិបាទខ្ញុំសូមឲ្យលោកដែលអូម៉ាន់ដ្រូតំណាងរាជការផ្សាយការជាតិឲ្យចុះមកខ្ញុំពីមិនពួកឲ្យចុះមកជួយផ្ទាល់លោកព្រំដែនមើលតើណារំលោភណាបាទឲ្យគេឃើញភ្នែកកុំnóiថាយើងនឹងចេះតែថាបាទហើយគេមកមែនណាហើយនេះចេះបាទខ្ញុំមកថ្ងៃនេះជួបបងប្អូនទៀតខ្ញុំឃើញភាពក្លាហានជាតិរបស់ខ្ញុំនឹងព្រមដល់នេះប្រាប់ទៅសហគមន៍អន្តរជាតិទៅខ្មែរចេះស្រឡាញ់គ្នាហើយខ្មែរចេះស្រឡាញ់ជាតិខ្លួនឯងខ្មែរការពារเป็นការពារជាតិខ្លួនឯងទឹកដីខ្លួនឯងទេអត់ដែលទៅឈានពៀនណាទេអញ្ចឹងហ៎ដល់បាទប្រជាយើងទាំងអស់គ្នាការពារទឹកដីគឺដូនតាតូនបងចៅយើងប៉ុណ្ណឹងឯណាតែผมមិននៅនោះក៏បានជួបបងប្អូនដែរហើយខ្ញុំអត់មានលេងទៀតទេណា ខ្ញុំចាំពុកបុគ្គលជាសំណើថ្ងៃនេះក៏មានអាហារក្រៀមមានជាតែងៀតមានជាស្អីទៅខ្វក់អីមិនដែរមិនមានមកសើមួយវិញពីការទទួល បាទទីចេះហ៎អត់ទៅចាអូយណាបាទ ai đom trên tàu phù đi phù ông ta có hàng tu giúp của phù cả người luôn mình nhận là tiền để có mấy xa không sợ sụp nè tung cũng sao con bốn nước ta tập tàu sẽ có cho tiền đó nè nè chơi chụp nè cái nàyมีtừ mà nào khi sụp nào sao con nhầm tổng chặt lại đấy thì chặt đây nhớ trong cái đồ smart nó không nhận rau smart như rau làm chỉ như rau lột